គាត់ជាបុរសដែលមានសន្តានក្បត់តាំងពីដើមគាត់គឺជាមនុស្សប្រុសដែលមានទស្សនវិស័យបែកឆ្វេងមានឪពុកដែលជាគំរូមិនល្អហើយមើលឃើញម្ដាយខ្លួនតែងតែលើកលែងទោសឲ្យឪពុកខ្លួនជានិច្ចមិនហ៊ានលែងលះគ្នានិងមើលឃើញមនុស្សប្រុសភាគច្រើននៅក្នុងសង្គមដែលគាត់កំពុងតែរស់នៅគឺសុទ្ធសឹងតែប្រព្រឹត្តនៅទង្វើផិតក្បត់ចិត្តភរិយាខ្លួនដែលទាំងអស់នេះគឺជាកត្តាដែលបណ្ដុះនៅសន្តានក្បត់របស់គាត់នេះឡើងក្នុងករណីនេះអាចបណ្ដាលមកពីអ្នកមិនដឹងឬក៏នៅពេលដែលអ្នកធ្លាប់ជាសង្សារនឹងគ្នាអ្នកធ្លាប់បានដឹងបានឮនិងធ្លាប់ចាប់បានរួចមកហើយដែរគ្រាន់តែអ្នកព្យាយាមលួងខ្លួនឯងថាគាត់នឹងស្រឡាញ់អ្នកខ្លាំងដល់ថ្នាក់ហ៊ានបោះបង់ផ្កាមួយពិភពលោកចោលដើម្បីតែអ្នកម្នាក់គត់នឹងមានភាពជឿជាក់ថាមនុស្សប្រុសតែពេលគេរៀបការមានប្រពន្ធមានកូនទៅគេច្បាស់ជាលែងខូចខលលួចមានស្រីដូចកាលពីមុនទៀតតែដល់ការពិតទៅមានតែអញ្ចឹងអីអ្នកត្រូវដឹងថាបើពេលដែលអ្នកនៅមានសម្រស់ក្មេងស្អាតក៏អ្នកនៅតែមិនអាចចង់ចិត្តគាត់ឲ្យមកស្រឡាញ់ស្មោះស្ម័គ្រនឹងអ្នកបានផងនោះអញ្ចឹងក៏អ្នកគុំសង្ឃឹមរំពឹងថាក្រោយពេលដែលរៀបការមានកូនរួចអ្នកចាប់ផ្ដើមបាក់សម្រស់ចាស់បាត់អស់មុនស្នេហ៍និងភាពតាក់ទាញគាត់បែរជាអាចប្រែចិត្តមកស្រឡាញ់ស្មោះស្ម័គ្រជាមួយនឹងអ្នកបានឲ្យសោះនោះមនុស្សយើងចង់កែអីក៏អាចកែបានដែរតែបើសិនជាចង់កែសន្តានបុគ្គលផិតក្បត់គឺមិនអាចកែបាននោះទេ